សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីម៉ុនយើងក៏បានជួបចំពោះរឿងកម្ពុជាបរកាគ្មានពីររបស់យើងតាគឺកុំឲ្យខាតទេចូលរឿងរបស់យើងនៅក្នុងវគ្គទី4លោកមុននឹងបញ្ចប់នៅពេលដែលបុព្វបុរសនគរដាយាននិយាយអំពីជីឆាងឈីងឥឡូវនេះគាត់គឺបានយល់អំពីអត្ថន័យមួយនេះហើយដូច្នេះហើយបុព្វបុរសនៃនគរដាយានក៏ចង់សាងសង់ជាមួយនឹងប្រាសាទអ្វីមួយជាពិសេសក៏បានសាងសង់គឺដាក់រូបយាយឆាងឈីងគឺជារូបរាងកាយមាសហើយគេក៏បានផ្សព្វផ្សាយព័ត៌មានមួយនេះឲ្យទៅកាន់ប្រជារាស្ត្រគឺបានដឹងយើងក៏បានឃើញចំពោះអ្នកស៊ើបការក៏បានដឹងពីដំណឹងមួយនេះជាពិសេសដំណឹងមួយនោះក៏បានលើកទៅដល់នគរសៀលផងដែរនេះក៏បានធ្វើឲ្យមន្ត្រីនៅទីនោះក៏កំពុងតែឆ្ងល់រឿងដែលកំពុងតែកើតឡើងសូម្បីតែនគរឆិនក៏បានដឹងអំពីរឿងដែលនគរដាយានគឺកំពុងតែធ្វើនេះក៏បានធ្វើឲ្យពួកគេគឺកំពុងតែឆ្ងល់តើមាននរណាម្នាក់មានអំណាចនៅពីក្រែនគរដាយានមិនដែរឬទេប្រហែលថ្ងៃក្រោយមកនគរដាយានគេក៏បានដឹងផងដែរថាបុព្វបុរសក៏ឈិតបានទម្លុះកម្រិតផងដែរយើងក៏បានឃើញចំពោះអ្នកស៊ើបការនៅក្នុងនគរផ្សេងក៏បានមកស៊ើបការពួកគេក៏ទទួលបានជាមួយនឹងដំណឹងមួយនេះផងដែរឥឡូវនេះមកដល់ពេលវេលាពួកគេគឺចង់មើលជាមួយនឹងរូបរាងកាយមាសរបស់យាយឆាងឈីងរបស់យើងសូម្បីតែអ្នកស៊ើបការក៏ចាំមើលផងដែរថាចង់ដឹងថាតើវាគឺពិតជាអស្ចារ្យប៉ុណ្ណានៅពេលដែលគេបានបើកជាមួយនឹងរូបរាងកាយរបស់យាយឆាងឈីងដែរគឺជារូបសំណាកពណ៌មាសនឹងវាពិតជាអស្ចារ្យបញ្ចេញជាមួយនឹងការសៃភាជាមួយនឹងថាមពលតាក់ទាញចំពោះមនុស្សនៅទីនោះតែម្ដងជាពិសេសវាបង្កើតជាមួយនឹងបាតុភូតចម្លែកមើលទៅវាពិតជាអស្ចារ្យដោយនេះគឺបង្ហាញអំពីភាពជោគជ័យឬក៏ពើនៃចម្រុងចម្រើននៃនគរដាយានដែលអាចធ្វើឲ្យពួកគេកាន់តែចម្រើនរាប់ពាន់ម៉ឺនឆ្នាំតទៅមុខទៀតមើលទៅវាពិតជាអស្ចារ្យជាខ្លាំងគ្រាន់តែការសាងសង់រូបសំណាករបស់លោកយាយតែប៉ុណ្ណោះចំណែកខាងនគរឆិនវិញមើលទៅពួកគេគឺកំពុងតែខឹងសម្បាមពីរឿងនេះជាពិសេសនៅពេលដែលទទួលបានព័ត៌មានអំពីអ្នកស៊ើបការដោយបានដឹងថាបុព្វបុរសនៃនគរដាយានគឺឈិតទម្លុះកម្រិតនេះគឺបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលសូម្បីតែនគរសៀលក៏កំពុងតែពិភាក្សាអំពីរឿងមួយនេះផងដែរដោយពួកគេគឺកំពុងតែគិតថាឥឡូវនេះពួកគេគួរតែទៅនគរឆិនឬក៏ទៅនគរដាយានព្រោះថាពួកគេម្នាក់ៗសុទ្ធតែខ្លាំងជាពិសេសមនុស្សដែលនៅក្រោមពីនគរដាយានតែម្ដងគេក៏មានការបារម្ភខ្លាចថានឹងមានសង្គ្រាមកើតឡើងដោយរាប់ពាន់ម៉ឺនឆ្នាំមុនសំណាងហើយដែលមានអ្នកខ្លាំងគឺបានបង្ក្រាបទាន់ពេលវេលាហើយក៏បានបែងចែកនគរមានត្រឹមតែ4ទ្វីបតែប៉ុណ្ណោះយើងក៏បានឃើញផងដែរថានោះគឺជាការយល់សប្តិរបស់យាយឆាងឈីងប៉ុន្តែការយល់សប្តិរបស់គាត់វាដូចជាការពិតពេកទៅហើយគាត់ក៏បានគិតនៅពេលដែលគាត់គឺបានបរៀនចំពោះព្រឹទ្ធាចារ្យខាងស្វ័នផងដែរមើលទៅមានអារម្មណ៍ថារឿងឈឺក្បាលជាពិសេសគាត់ក៏បានឲ្យជាមួយដុំថ្មនិងផ្លាកឈើស្អីគេទៅនេះប៉ុន្តែមើលទៅមិនសូវមានប្រយោជន៍សោះជាពិសេសហ្នឹងយាយឆាងឈីងក៏បានយកអាថ្មស្អីគេនឹងធ្វើជាសត្វចិញ្ចឹមរបស់គាត់តែម្ដងជាពិសេសយើងក៏បានឃើញជាមួយពន្លឺអ្វីទេចេញពីថ្មនោះចូលទៅកាន់រាងកាយរបស់យាយឆាងឈីងគ្រាន់តែឃើញថាការសរសេរអក្សររបស់យាយឆាងឈីងគឺវាចេញជាមួយនឹងពន្លឺពណ៌មាសមើលទៅវាពិតជាអស្ចារ្យពេកហើយសូម្បីតែអាខ្មៅក៏មានការភ្ញាក់ផ្អើលផងដែរជាមួយនឹងការសរសេរអក្សររបស់យាយឆាងឈីងវាក៏បានបង្កើតជាមួយនឹងបាតុភូតចម្លែកតែម្ដងប៉ុន្តែយាយឆាងឈីងគឺបានយល់ថាតើបើខ្ញុំអានតាមរឿងបរមលោកនេះគឺជានៅពេលដែលតួឯកទទួលបានសមត្ថភាពពិសេសប្រហែលខ្ញុំពិតជាដល់ពេលវេលាហើយនៅពេលដែលគាត់ចេញកាយវិការមកគ្មានរឿងអ្វីកើតឡើងសោះប្រហែលមើលទៅគាត់គិតច្រើនតែឯងពេកហើយគ្មានអីក្រៅពីផ្ទះបាញ់មកគ្រាប់នោះទេហួយមើលទៅទេវតាពិតជាលេងសើចនឹងខ្ញុំពេកហើយយើងក៏បានឃើញចំពោះនិកាយបោះស្វាយក៏បានមើលទៅនេះផងដែរគឺជាការមើលរបស់ពួកគេដើម្បីប្រកួតប្រជែងជាមួយនឹងនិកាយតៃស៊ានជាពិសេសនៅក្នុងទុកនិកាយបោះស្វាយហ្នឹងមានមនុស្ស2នាក់គឺកំពុងតែនិយាយគ្នាក៏បាននិយាយជាមួយនឹងអាណាទេថាគឺជាសិស្សច្បងឬក៏ជាកូនបរិសុទ្ធឈ្មោះថាយីងឆាងហ្វឹងគឺជាបរិសម្នាក់នឹងហើយគឺឈ្មោះថាយីងឆាងហ្វឹងគេក៏ជាកូនប្រុសបរិសុទ្ធដែលគេយកវាប្រៀបធៀបជាមួយនឹងកញ្ញាម្នាក់ដែលនាងមានឈ្មោះថាតានតៃឈីងស៊ូចំពោះកញ្ញាម្នាក់នោះប្រហែលអាចថាក៏ជាកូនបរិសុទ្ធដែរឬក៏មិនទាន់ខ្ញុំដឹងទេដឹងត្រឹមថាសម្រស់របស់នាងគឺពិតជាគូកើមិនអត់នោះទេនិយាយទៅស្អាតដែរគូសំជាពិសេសនឹងកញ្ញាឈីងស៊ូជាមួយនឹងឆាងហ្វឹងពួកគេក៏បាននិយាយដូចគ្នាទៅវិញទៅមកផងដែរនៅពេលដែលពួកគេកំពុងតែនិយាយដូចគ្នាសុកសុកក
ញ្ញាឈីងស៊ូជាមួយនឹងអ្នកដទៃទៀតក៏បានឮជាមួយនឹងភ្លេងបទចម្រៀងដ៏ពីរោះដែលទាក់ទាញជាមួយនឹងអារម្មណ៍របស់ពួកគេតែម្ដងដោយសារតែចង់ដឹងដូច្នោះហើយកញ្ញាឈីងស៊ូក៏បានទៅមើលតែម្ដងមើលទៅមានជាមួយនឹងអ្នកខ្លាំងហើយដែលអាចយល់ដឹងជាមួយនឹងកម្រិតនៃបទភ្លេងមួយនេះដូច្នោះនាងគឺចង់ទៅមើលឆាងហ្វឹងវិញគឺមិនអាចធ្វើអ្វីឡើយបានត្រឹមតែមើលតែប៉ុណ្ណោះយើងបានឃើញថាកញ្ញានឹងគ្រាន់តែប៉ះរនាំងភ្លាមក៏ត្រូវបានឆក់បាត់ទៅហើយគឺដោយសារតែរនាំងនោះគឺការពារមិនឲ្យចំពោះអ្នកអមតៈគឺអាចហោះហើរបាននោះទេតែនាងគឺនៅតែចាប់អារម្មណ៍ជាមួយនឹងបទភ្លេងមួយនោះដូច្នោះហើយនាងក៏ចាប់ផ្ដើមរត់ទៅតាមតែម្ដងនៅពេលដែលនាងទៅដល់ក៏បានឃើញជាមួយនឹងអាខ្មៅរបស់យើងតែវាគឺជាស្ដេចបិសាចនឹងហើយនាងក៏មានការភ័យខ្លាចផងដែរតែក៏ជាសំណាងល្អដែលយីឆាងឈីងរបស់យើងចេញមកទាន់ពេលវេលាហើយក៏បានមកស្វាគមន៍ចំពោះកញ្ញាឈីងស៊ូនាងក៏មានការភ្ញាក់ផ្អើលផងដែរព្រោះថានោះគឺជាស្ដេចបិសាចទាំងមូលតែគាត់គឺពិតជាដោះស្រាយត្រឹមតែដៃម្ខាងមើលទៅអាចទៅថាគាត់គឺជាអ្នកដៃខ្លាំងតែម្ដងហើយនាងក៏ចាប់ដើរនិយាយរាក់ទាក់ទៅកាន់យីឆាងឈីងរបស់យើងនាងមើលទីនេះក៏ចង់ដឹងអំពីអ្នកលេងតន្ត្រីមួយនោះផងដែរដូច្នោះនាងក៏ចាប់ដើមបញ្ចេញជាមួយនឹងស្អីគេទេខ្ញុំអត់ស្គាល់ទេដោយនាងគឺចង់ឲ្យយីឆាងឈីងរបស់យើងជួយបង្រៀនយីឆាងឈីងរបស់យើងក៏មិនបានថាអ្វីផងដែរដូច្នោះហើយក៏បាននាំនាងគឺចូលទៅកាន់ផ្ទះរបស់ខ្លួនតែម្ដងនៅពេលដែលមកដល់គាត់ក៏បានប្រាប់ផងដែរថាផ្ទះរបស់គាត់ហ្នឹងគឺធម្មតានោះទេគ្រាន់តែចូលទៅគឺមានការភ្ញាក់ផ្អើលដោយនៅទីនោះពោពេញទៅដោយថាមពលដ៏បរិសុទ្ធបើសិនជាសម្រាប់ការវឹកហាត់វិញពិតជាអស្ចារ្យតែម្ដងតែគាត់បែរជាថាធម្មតាអញមានអារម្មណ៍ថាមើលទៅអ្នកវឹកហាត់គ្រប់គ្នាសិតតែបាយថ្នាំអញ្ចឹងនាងក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញរបស់របរនៅក្នុងផ្ទះរបស់យីឆាងឈីងជាពិសេសជាមួយនឹងដុំថ្មមួយនោះប៉ុន្តែយីឆាងឈីងគ្រាន់តែនិយាយថាវាគ្រាន់តែជាដុំថ្មធម្មតានេះក៏បានធ្វើនាងក៏មានការភ្ញាក់ផ្អើលផងដែរដោយថ្មនោះគឺជារបស់ដ៏មានតម្លៃហេតុអ្វីគាត់គិតថាគឺជារបស់ធម្មតាជាពិសេសនៅពេលដែលនាងឃើញសម្រាប់លេងតន្ត្រីរបស់យីឆាងឈីងដែលនោះគឺជាវត្ថុវិញ្ញាណឬក៏ជារបស់អមតៈដោយវាពិតជាអស្ចារ្យជាខ្លាំងប្រធាននៅក្នុងនិកាយនីមួយៗពួកគេគឺគ្រាន់តែមានរបស់ធម្មតាតែប៉ុណ្ណោះហើយចំពោះទាំងអស់ហ្នឹងក៏គេបែងចែកជា4ប្រភេទអមតៈតៅបុរាណកំណប់ហើយចំពោះបុរាណនិងកំណប់គឺភាគច្រើនគឺមានប៉ុន្តែបើសិនជាអមតៈអីវិញគឺកម្រមានខ្លាំងណាស់ប៉ុន្តែខុសអីយីឆាងឈីងរបស់យើងនេះមើលទៅរបស់គាត់គឺសិតតែល្អតែម្ដងនាងក៏បានសរសើរផងដែរថាប្រហែលអ្នកគឺបានខិតខំប្រឹងប្រែងជាខ្លាំងហើយទើបអាចផលិតឧបករណ៍តន្ត្រីមួយនេះបានយីឆាងឈីងយើងក៏បាននឹកស្រមៃកាលពី3ឆ្នាំមុននឹងគាត់គឺពិតជាខិតខំជាខ្លាំងហើយគាត់ក៏ចំណាយប្រាក់របស់គាត់ជាច្រើនផងដែរដើម្បីទិញជាមួយនឹងខ្សែសម្រាប់ធ្វើឧបករណ៍តន្ត្រីមួយនោះនិយាយទៅនៅពេលនោះគាត់គឺពិតជាកំសត់ដល់ហើយជីវិតរបស់យីឆាងឈីងយើងអើយតែគាត់គឺមិនបានប្រាប់រឿងនេះទៅកាន់កញ្ញាឈីងស៊ូនោះទេយីឆាងឈីងក៏បានឲ្យចំពោះកញ្ញាឈីងស៊ូគឺចាប់ដើមសាកល្បងលេងជាមួយនឹងតន្ត្រីមួយនេះមើលទៅនាងពិតជារំភើបជាខ្លាំងដែលបានលេងជាមួយនឹងឧបករណ៍វិញ្ញាណឬក៏ជាអមតៈនៅពេលដែលកញ្ញានឹងក៏ចាប់ដើមលេងប៉ុន្តែខ្ញុំអត់ចាក់ឲ្យស្ដាប់ទេនាងក៏បានសួរទៅកាន់យីឆាងឈីងតែយ៉ាងម៉េចដែរនាងក៏គិតថាប្រហែលមើលទៅគាត់ពិតជាចាប់អារម្មណ៍ប៉ុន្តែយីឆាងឈីងបាននិយាយថាត្រឹមតែមធ្យមតែប៉ុណ្ណោះនាងក៏ចាប់ដើមលេងជាមួយនឹងលេងរបស់នាងគឺបន្ថែមទៀតប៉ុន្តែយីឆាងឈីងគ្រាន់តែសរសើរថាវាល្អជាងមិនបន្តិចតែប៉ុណ្ណោះនេះក៏បានធ្វើនាងក៏មានការឆ្ងល់ផងដែរចំណែកយីឆាងឈីងយើងវិញក៏បាននិយាយថាយ៉ាងហោចណាស់អ្នកក៏ល្អជាងក្មេងស្រីម្នាក់នោះដែលនាងមិនចេះលេងងាប់ហើយយ៉ាងខ្ញុំទៅប្រៀបធៀបក្មេងស្រីម្នាក់នោះឲ្យប៉ុន្តែអីទេគាត់គឺជាអមតៈដូច្នោះលោកយីតើអ្នកអាចលេងចំពោះភ្លេងមួយនេះបានដែរឬទេយីឆាងឈីងរបស់យើងក៏បាននិយាយអំពីការលេងភ្លេងផងដែរប៉ុន្តែខ្ញុំអត់យល់ទេតែការនិយាយនោះក៏បានធ្វើឲ្យចំពោះកញ្ញាឈីងស៊ូក៏បាននឹកឃើញនៅពេលដែលនាងរៀនជាមួយនឹងលោកគ្រូរបស់នាងឥឡូវនេះដល់វេនយីឆាងឈីងរបស់យើងនឹងលេងមួយបទគឺឲ្យចំពោះកញ្ញាឈីងស៊ូគឺស្ដាប់តែម្ដងការលេងភ្លេងរបស់យីឆាងឈីងគឺវាពិតជាពីរោះពោពេញទៅដោយថាមពលតែម្ដងវាក៏បានធ្វើឲ្យចំពោះកញ្ញាឈីងស៊ូនឹងក៏កាន់តែយល់អំពីអត្ថន័យនៃការលេងភ្លេងមួយនេះហើយវាក៏បានធ្វើឲ្យនាងគឺនឹកគិតអំពីអតីតកាលរបស់នាងផងដែរប៉ុន្តែឥឡូវនេះគឺនាងគឺកាន់តែយល់ច្បាស់ហើយនៅមានអ្នកខ្លាំងជាងនាងរាប់រយដងភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងនាងទៅទៀតយីឆាងឈីងកំពុងតែឆ្ងល់ចំកញ្ញានឹងកាត់អីហេកញ្ញាបីឆ្នាំមែននាងក៏បានយល់ដឹងជាមួយនឹងការលេងភ្លេងមួយនេះគឺមួយកម្រិតទៀតបាត់ហើយនិយាយទៅគឺនាងទម្លុះជាមួយនឹងអាណាចារ្យរបស់នាងគឺត្រូវតែសួរពីវិធីសាស្ត្រអ្វីមួយនៅក្នុងសិភៅមួយនេះសិននាងក៏បានយកឲ្យទៅកាន់យីឆាងឈីងរបស់យើងមើលដើម្បីជួយដោះស្រាយព្រោះថានាងគឺបានទទួលជាមួយនឹងសិភៅបទភ្លេងមួយនោះគឺនៅកន្លែងអាចកបាំងអ្វីមួយហើយនាងក៏មិនអាចលេងជាមួយនឹងភ្លេងមួយនេះបានផងដែរដោយសារតែវាពុះពេញទៅដោយថាមពលដ៏ខ្លាំងក្លាសូម្បីតែលោកគ្រូរបស់នាងក៏មិនអាចលេងជាមួយនឹងភ្លេងមួយនេះបានដែរដូច្នេះហើយមើលទៅមាន
មានតែលោកយាយនោះទេពោពេញទៅដោយថាមពលប្រែពិតជាអាចលេងវាបានយាយឆាងឈីងរបស់យើងគ្រាន់តែមើលដឹងហើយថាវាគឺលេងឡើងសម្រាប់តែមនុស្សស្រីតែប៉ុណ្ណោះបន្តមកគាត់នឹងចាប់ផ្ដើមសាកល្បងលេងជាមួយនឹងបទភ្លេងនៅក្នុងសៀវភៅមួយនេះតែម្ដងគ្រាន់តែឲ្យកញ្ញាឈីងស៊ូគឺត្រូវតែយកចិត្តទុកដាក់ការលេងភ្លេងរបស់យាយឆាងឈីងវាពិតជាខ្លាំងក្លាពោពេញទៅដោយចំហាយថាមពលបរិសុទ្ធតែម្ដងចំណែកដែលអ្នកឈើស្ដាប់នឹងមើលទៅរូបរាងកាយរបស់នាងគឺកំពុងតែក្តៅក្រហល់ក្រហាយបន្តពីបានលើជាមួយនឹងភ្លេងរបស់យាយឆាងឈីងកម្រិតនៃការយល់ដឹងនៃបទចម្រៀងឬក៏ជាតន្ត្រីនាងគឺកាន់តែឡើងមួយកម្រិតបាត់ទៅហើយមើលទៅនាងគឺបានទម្លុះទៅកាន់អាណាចក្រមួយផ្សេងទៀតគ្រាន់តែការស្ដាប់ការលេងភ្លេងរបស់យាយឆាងឈីងនាងក៏បានសរសើរអំពីការលេងភ្លេងរបស់យាយឆាងឈីងពិតជាអស្ចារ្យយាយឆាងឈីងក៏ប្រឹងនិយាយថាយប់ហើយអ្នកគួរតែទៅផ្ទះទៅប៉ុន្តែនាងបែរជាចង់មកនៅក្នុងផ្ទះរបស់យាយឆាងឈីងយើងទៅវិញមើលទៅអ្នកដាំដុះមួយចំនួនពិតជាចូលចិត្តតែនៅផ្ទះអ្នកធម្មតាតែប៉ុណ្ណោះអាងតែគេអ្នកដាំដុះខ្លួនមិនអាចធ្វើអ្វីគេបានប៉ុន្តែយាយឆាងឈីងគឺកំពុងតែឆ្ងល់ពីខ្លួនឯងហើយបីជាឧបករណ៍អ្វីមួយក៏ដោយឲ្យតែខ្លួនប៉ាគឺកាប់ផ្ដើមមានពន្លឺតែអាចទេថាខ្លួនគឺបានដើរឡើងជាមួយនឹងថាមពលពិសេសព្រោះថាមិនថាឡើយល្បឿនឬក៏កម្លាំងរបស់គាត់នោះទេនិយាយទៅគឺបានការឡើងយ៉ាងខ្លាំងក្លាប៉ុន្តែនៅពេលដែលគាត់ទៅធ្វើតេស្តគាត់គឺគ្មានឬក៏ខាវយាននោះទេប្រហែលទេវតាគ្រាន់តែលេងសើចនឹងគាត់តែប៉ុណ្ណោះយើងក៏បង្ហាញចំពោះកន្លែងទឹកដីនៃបិសាចវិញម្ដងដែលយើងបានដឹងថាតន្ត្រីដែលយាយឆាងឈីងយើងលេងនឹងគឺបានលើកទៅដល់កន្លែងពួកគេមើលទៅបានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលនោះគឺជាតន្ត្រីដែលលេងគឺសម្រាប់ដាស់ឡើងឬក៏ជួយស្ដេចបិសាចព្រោះថារាប់ពាន់ម៉ឺនឆ្នាំមុនស្ដេចបិសាចរបស់យើងគឺពិតជាខ្លាំងក្លាប៉ុន្តែមិនដឹងហើយអ្វីនោះទេគាត់ក៏បានបិទត្រាខ្លួនឯងតែម្ដងប្រហែលឥឡូវនេះគឺគេចង់ឲ្យចំពោះត្រកូលបិសាចរបស់ពួកយើងគឺត្រឡប់ទៅកាន់សភាពដើមវិញហើយបង្ហាញចំពោះខាងត្រកូលរបស់អារក្សវិញបទភ្លេងមនុស្សក៏បានលើទៅដល់ទឹកខាងពួកគេផងដែរនេះវាគឺបានន័យថាមើលទៅស្ដេចបិសាចគឺឈិតបានត្រឡប់មកវិញបាត់ទៅហើយគាត់ក៏បានកោះហើយជាមួយនឹងកូនចៅរបស់គាត់ក៏បាននិយាយអំពីដែលមានជាមួយនឹងបទភ្លេងដែលពួកគេបានឮព្រោះថាបទភ្លេងមនុស្សវាសម្រាប់តែអ្នកជាន់ខ្ពស់ឬក៏ដាំដុះកម្រិតដ៏អស្ចារ្យទើបអាចយល់ពីអត្ថន័យនៃបទភ្លេងមនុស្សបានព្រោះថាបទភ្លេងមនុស្សវាពិតជាអាចជួយសង្គ្រោះចំពោះស្ដេចបិសាចដោយការរាប់ពាន់ម៉ឺនឆ្នាំមុនស្ដេចបិសាចទាំងពីរគឺបានរួមកម្លាំងគ្នានិយាយទៅកម្លាំងរបស់ពួកគេអាចគ្រប់គ្រងទៅកាន់ទ្វីបមនុស្សជាតិរបស់ពួកយើងពួកគេក៏បានសម្លាប់ចំពោះមនុស្សជាតិផងដែរប៉ុន្តែមនុស្សជាតិនៅពេលនោះក៏បានលេចឡើងជាមួយនឹងអ្នកខ្លាំងបង្កើតជាមួយនឹងរបាំងការពារជាពិសេសស្ដេចបិសាចក៏បានលងស្រឡាញ់ទៅខាងមនុស្សជាតិផងដែរគាត់គឺសុខចិត្តបោះបង់ការឡើងទៅកាន់អាណាចក្រខាងលើនោះក៏បានបឹកដៃឲ្យទៅកាន់ចំពោះខាងមនុស្សជាតិចាប់ការគាត់ហើយក៏បានដាក់ឃុំគាត់ដូច្នេះដើម្បីជួយចំពោះស្ដេចបិសាចពួកគេត្រូវការអ្នកលេងជាមួយនឹងតន្ត្រីមួយនេះដ៏អស្ចារ្យព្រោះថាមានតែអ្នកខ្លាំងឬក៏អ្នកមានជាមួយនឹងវិធីសាស្ត្រណាមួយនោះទេទើបពិតជាអាចលេងជាមួយនឹងតន្ត្រីនេះបានឥឡូវនេះពួកគេគ្រាន់តែចាំមើលសភាពខាងហើយនឹងបញ្ជូនចំពោះកូនចៅដើម្បីស៊ើបការទៅកាន់ត្រកូលចំពោះពូជមនុស្សហើយនឹងពូជបិសាចជ័យជំនះអាចថាមកដល់ខាងគេក៏ថាបានផងដែរ